សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញវីដេអូផ្ដាំទៅបងប្អូនទៅប្រឡងចប់បាក់ឌុបថ្មីដែលសពេច7អត់ដឹងថាខ្លួនឯងចង់រៀនជំនាញអីអាចមើលវីដេអូនេះលេងបានបើហើយនេះគឺជាជំនាញអគ្គិសនីដែលជាជំនាញផ្នែកធម្មពលចែកចាយបងប្អូនកុំយកច្រឡំតែប៉ិតជំនាញអគ្គិសនីមិនមែនមានតែតភ្លើងតែមួយមុខទេជំនាញនេះក៏មានការបែងចែកតាមផ្នែកដែរដូចជាខាងអេឡិចត្រូនិកខាងកន្ត្រូលឬក៏ខាងចែកចាយជាដើមហើយការងារចាស់ស្ដែងដែលបងប្អូនឃើញក្នុងវីដេអូនេះគឺជាប្រភេទការងារខាងប្រព័ន្ធចែកចាយដែលភាគច្រើនធ្វើការតាក់ទងទៅនឹង transfer ដែលបងប្អូនខ្លះអត់ទាន់ស្គាល់ថាអីគេទៅ transfer នឹងនេះអាប្រយោគយួរហ្នឹងដែលយើងឧស្សាហ៍ជិះឃើញតាមផ្លូវដែលវានៅជាប់នឹងបកគោភ្លើងហើយ transfer ហ្នឹងមិនមែនមានតែប្រភេទលើបកគោទេអ្នកទាំងអស់គ្នាប្រភេទដាក់នឹងក្រោមក៏មានដែរតែភាគច្រើនគឺដាក់នៅក្នុងបន្ទប់ភ្លើងឬក៏ប្រភេទទូភ្លើងជាដើមហើយក្នុងវីដេអូនេះគាត់តែចង់បង្ហាញអ្នកទាំងអស់គ្នាត្រួសពីការតម្លើង transfer នៅតាមបកគោដែលយើងអាចហៅថាជាប្រភេទ transfer outdoorហើយtransfer ដែលយើងដាក់នៅក្នុងទូឬក៏ក្នុងបន្ទប់ភ្លើងមួយនេះគេហៅថាប្រភេទ indoor អានឹងជាប្រភេទ transfer ដែលយើងដាក់លើបកគោទេគឺយើងដាក់នៅក្នុងបន្ទប់ភ្លើងឬក៏ទូភ្លើងទាំងអស់គ្នាប្រកាសជាឆ្ងល់ទេណាថា transfer ហ្នឹងមានតួនាទីអីហើយគេប្រើវាដើម្បីអីបាទ transfer គឺមានតួនាទី3ដែលគេហៅថា transfer ប្រភេទបញ្ជូន transfer ប្រភេទតម្លើងតង់សុងនិងតម្លាក់តង់សុងតែនៅក្នុងវីដេអូនេះជាប្រភេទ transfer តម្លាក់តង់សុងទាំងអស់គ្នាដែលយើងតម្លាក់តង់សុងពីភ្លើង MVទៅជាភ្លើង LV សម្រាប់យកទៅប្រើប្រាស់ក្នុងផ្ទះក្នុងសាលារៀនភោជនីយដ្ឋានឬក៏អគារផ្សេងៗជាដើមហើយជាចុងក្រោយក៏អរគុណទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ស្នេហាប្រៀបបាននឹងបាំងសា